មានបងស្រីម្នាក់គាត់ឆាតមកកាន់ Telegram របស់ខ្ញុំហើយគាត់បានរៀបរាប់ពីស្ថានភាពជំងឺផ្លូវចិត្តរបស់គាត់ចាលោកគ្រូជំរាបសួរលោកគ្រូយកមិញហ្នឹងខ្ញុំបានមើល YouTube លោកគ្រូវីដេអូលោកគ្រូហ្នឹងនិយាយពីរឿងអ្នកមានជំងឺថប់អារម្មណ៍ហ្នឹងខ្ញុំកើតជំងឺហ្នឹង3ឆ្នាំហើយលោកគ្រូខ្ញុំវេទនាខ្លាំងណាស់លោកគ្រូខ្ញុំមកចេញទៅក្រៅមានមនុស្សច្រើនគឺខ្ញុំពិបាកហ៊ានចេញទៅក្រៅលោកគ្រូខ្ញុំខ្លាចសើតតែចេញទៅក្រៅជាពិសេសខ្ញុំទៅពេទ្យហ្នឹងហ្មងទៅពេទ្យហ្នឹង20ដល់ខ្លាចទេលោកគ្រូញ័រធួងបេះដូងដើរញាប់រហូតដល់150 140អីលោកគ្រូមានថ្នាំអីឲ្យជំងឺនឹងបានជាបានធូរវិញលោកគ្រូព្រោះអីខ្ញុំទៅធ្វើការក៏អត់កើតអីក៏អត់កើតដែរលោកគ្រូនៅតែផ្ទះរាល់ថ្ងៃដូចបាត់បង់សមត្ថភាពអត់មានបានរកចំណូលអីទេនៅផ្ទះ2 3ឆ្នាំលោកគ្រូមានថ្នាំអីឬមួយអាចខ្ញុំគេថាអាចទៅពិភាក្សាជាមួយលោកគ្រូបានទេលោកគ្រូអញ្ចឹងក្រោយពីបានស្ដាប់ប្រសាសន៍របស់គាត់បងប្អូនយើងប្រកាសជាទទួលដឹងថាអូបងស្រីពិតជាឆ្លងកាត់ការលំបាកច្រើនមែនទែនគាត់ឈឺជំងឺនេះរយៈពេល3ឆ្នាំមកហើយគាត់បានព្យាយាមរកការព្យាបាលផ្សេងមន្ទីរពេទ្យច្រើនមែនទែនគាត់រកការព្យាបាលមិនថាជាគ្រូពេទ្យជំងឺផ្លូវកាយទេជំងឺផ្លូវចិត្តក៏ទៅច្រើនកន្លែងអីដែលគាត់កំពុងតែមានឥឡូវហ្នឹងគឺគាត់ពិបាកក្នុងការគ្រប់គ្រងខ្លួនឯងខ្លាំងពិបាកគ្រប់គ្រងចង្វាក់បេះដូងដង្ហើមក៏ញាប់ទៅមានអារម្មណ៍ថាខ្លួនឯងអត់មានសុវត្ថិភាពមានអារម្មណ៍ថាអត់ហ៊ានទៅណាម្នាក់ឯងទេដែលធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងដូចជាលែងចង់រស់តទៅទៀតម្ដងម្កាលដោយសារពិបាកពេកប៉ុន្តែអីដែលខ្ញុំឃើញចំណុចល្អរបស់បងស្រីក្នុងនាមជាម្ដាយគឺគាត់ទោះបីគាត់ឈឺមិនគាត់នឹកឃើញកូនគាត់នៅតែចង់ឲ្យកូនគាត់ល្អចង់ឲ្យកូនគាត់មានការងារធ្វើចង់ឲ្យកូនគាត់បានរៀនសូត្រគឺគាត់អត់ប្រឡែងឃើញទេបងប្អូននេះគឺជាអារម្មណ៍នៃផ្លូវចិត្តរបស់មនុស្សស្រីក្នុងនាមជាម្ដាយណាបងប្អូនអញ្ចឹងក៏លេចទៅមើលវិញទៅម្ដាយឪពុកយើងដូចគ្នាប្រហែលជាគាត់គិតអញ្ចឹងដូចគ្នានេះក៏ជាមូលហេតុមួយដែលធ្វើឲ្យផ្លូវចិត្តបងស្រីក៏តានតឹងកាន់តែខ្លាំងដែរអញ្ចឹងអីដែលខ្ញុំអាចជម្រាបបងបានថាតាមរយៈការសាកសួរការជជែកគ្នាជាមួយខ្ញុំជាមួយបងឃើញថាស្ថានភាពផ្លូវចិត្តបងស្រីគាត់មានបញ្ហាប្រភេទជំងឺថប់បារម្ភយ៉ាងគឺជំងឺស្រឺតណាបងប្អូនដែលជំងឺស្រឺតហ្នឹងវាធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចខ្លាំង intense fear ណាភ័យខ្លាចខ្លាំងមែនតើហ្មងរហូតដល់ពេលខ្លះរហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯងដូចបងស្រីបានជម្រាបថាដំបូងគាត់គិតថាអូបញ្ហាបេះដូងអញ្ចឹងទៅរកគ្រូពេទ្យបេះដូងទៅរកគ្រូពេទ្យកពេញអរម៉ូនអីផ្សេងអាហ្នឹងល្អហើយគាត់ទៅមើលអស់ប្រកាសថាបេះដូងអត់អីកពេញទីរ៉ារបស់គាត់អត់អីគាត់អត់មានកង្វះនៅសារធាតុណាមួយតែទ្រាំតែកាត់ទេ charge របស់គាត់ធម្មតាជាតិស្ករក្នុងឈាមធម្មតាអ៊ីយ៉ុងក្នុងឈាមធម្មតាល្អកន្លែងហ្នឹងជាផ្នែកមួយនៃការជួយគ្រូពេទ្យផ្លូវចិត្តដែរបើសិនជាគាត់បានមើលអស់ហើយឃើញថាទាំងអស់នោះល្អប្រកបណាស់អញ្ចឹងផ្លូវកាយគាត់ល្អហើយតែបញ្ហាគឺផ្លូវចិត្តរបស់គាត់អញ្ចឹងគាត់បានបង្ហាញថ្នាំខ្ញុំច្រើនមុខមែនតើណាបងប្អូនគាត់បានបង្ហាញថ្នាំច្រើនមុខមែនតើដែលគាត់ទទួលការព្យាបាលកំពុងតែញ៉ាំប៉ុន្តែគាត់ថានៅតែមិនទាន់ធូរអញ្ចឹងខ្ញុំក៏បានផ្ដល់យោបល់មួយចំនួនឲ្យគាត់ដូចជាវីដេអូដែលខ្ញុំនិយាយកន្លងមកហើយខ្ញុំថាមនុស្សខ្លាចជាងគេខ្លាចអីបងប្អូនប្រកាសណាស់មនុស្សខ្លាចរបស់ដែលខ្លួនឯងមិនស្គាល់ខ្លាចទីកន្លែងដែលខ្លួនឯងមិនស្គាល់ខ្លាចមនុស្សដែលខ្លួនឯងមិនស្គាល់ខ្លាចជំងឺដែលខ្លួនឯងមិនស្គាល់អញ្ចឹងអីដែលខ្ញុំបានបញ្យល់គាត់រហូតដល់គាត់ផ្ញើសារមកអរគុណខ្ញុំឡើងវិញនេះគឺខ្ញុំគ្រាន់តែចង់ឲ្យគាត់ស្គាល់ពីជំងឺហ្នឹងទេថាជំងឺហ្នឹងគាត់អាចគ្រប់គ្រងបានគាត់អាចធ្វើអីបានខ្លះតាក់ទងជាមួយនឹងជំងឺហ្នឹង
ហើយគាត់នឹងទទួលបានអារម្មណ៍ល្អប្រសើរយ៉ាងម៉េចអញ្ចឹងណាបងប្អូនអញ្ចឹងចំពោះការគ្រប់គ្រងជំងឺនឹងខ្ញុំបាននិយាយហើយវីដេអូរបស់ខ្ញុំតាក់ទងរបៀបគ្រប់គ្រងជំងឺជំងឺស្រឺតណាជំងឺស្រឺតនឹងយ៉ាងម៉េចដល់ខ្លួនឯងពីព្រោះកាលណាយើងអត់ស្គាល់ជំងឺនឹងច្បាស់ទេប្រកាសណាយើងខ្លាចវារហូតហ្មងតិចទៅចេះទៅតិចទៅចុះទៅមានទៅនឹងម្នាក់ឯងនេះខ្លាចចេះខ្លាចចុះសួរថាចេះចុះហ្នឹងវាកើតហើយនៅប៉ុន្តែខួរក្បាលរបស់គាត់ស្ថិតនៅក្នុង survival mode បានន័យថាខួរក្បាលតែងតែរុករកតំបន់សុវត្ថិភាពរហូតដល់ពេលអញ្ចឹងចេះគិតទុកមុនខ្លាចចេះខ្លាចចុះអញ្ចឹងគិតទុកមុនរហូតបើគិតទៅគិតឲ្យបានជ្រៅជ្រះទៅប្រហែលជាកាត់បន្ថយហានិភ័យខ្លះទៅអញ្ចឹងធ្វើមិនទេវិញហៅ pass app ធ្វើមិនទេធ្វើមិនដល់ពេទ្យអីទៅធ្វើមិនទៀតណែវាទៅមុនរហូតអញ្ចឹងរហូតដល់ពេលខ្លះគាត់ពិបាកគ្រប់គ្រងខ្លួនឯងបានអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងអីដែលខ្ញុំប្រាប់គាត់គឺខ្ញុំប្រាប់គាត់ថាចេះខ្ញុំប្រាប់គាត់ថារឿងទី1ដែលគាត់ត្រូវធ្វើគឺស្គាល់ជំងឺនឹងឲ្យច្បាស់ថាវាកើតឡើងពេលណាភាគច្រើនហើយនៅពេលដែលវាកើតឡើងយើងធ្វើអីបានខ្លះតើវាបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងទេជំងឺនឹងតើយើងត្រូវគិតយ៉ាងម៉េចពីជំងឺនឹងត្រូវធ្វើសត្រូវមួយវារហូតឬក៏យ៉ាងម៉េចអញ្ចឹងនៅពេលដែលគាត់យល់ពីស្ថានភាពហ្នឹងគាត់លែងសូវខ្លាចជំងឺនឹងពេកដោយសារគាត់ស្គាល់ពីវាហើយគាត់ដឹងពីរបៀបក្នុងការគ្រប់គ្រងចង្វាក់ដង្ហើមចង្វាក់បេះដូងរបស់ខ្លួនឯងល្អទៅនឹងលែងសឹកអីហើយបាទទេបងប្អូនរឿងទី1រឿងទី2ខ្ញុំនិយាយដដែលថាចំពោះអ្នកជំងឺថប់បារម្ភប្រភេទអីក៏ដោយភាគច្រើនគាត់គិតទៅលើរឿងអនាគតរឿងនឹងអត់ទាន់មកដល់ទេប៉ុន្តែគាត់បារម្ភទុកមុនហើយអញ្ចឹងអីដែលគ្រូពេទ្យត្រូវធ្វើគឺគ្រប់គ្រងឲ្យគាត់រៀនចេះគ្រប់គ្រងបច្ចុប្បន្នភាពរបស់គាត់តាមរយៈលំហាត់ដង្ហើមវិធីសាស្ត្រក្នុងការគ្រប់គ្រងបច្ចុប្បន្នភាពចាប់ផ្ដើមធ្វើលំហាត់ប្រាណខ្លះទៅរៀនសប្បាយចិត្តជាមួយអីជុំវិញខ្លួនទៅពេលនោះវានឹងផ្ដល់អារម្មណ៍ល្អឲ្យគាត់ហើយពីព្រោះបងស្រីក៏មានប្រសាសន៍ដែរថាពេលខ្លះជួបរឿងសប្បាយត្រូវពីព្រោះជំងឺហ្នឹងកាលណាបងប្អូនសប្បាយចិត្តច្រើនវាអត់មកកើតទេបាទទេបងប្អូនហើយបើវាមកបន្តិចទៅវាទៅផុតហើយបាទទេហ្នឹងហើយអញ្ចឹងស្គាល់វាឲ្យច្បាស់ដឹងពីវិធីគ្រប់គ្រងបច្ចុប្បន្នខ្លួនឯងនឹងឲ្យច្បាស់ណាលំហាត់ប្រាណខ្លះទៅសមាធិដង្ហើមខ្លះទៅណាលំហាត់គ្រប់គ្រងបច្ចុប្បន្នភាពខ្លះទៅល្អហើយចំពោះសំណួរបងស្រីថាមានថ្នាំអីជួយគាត់ឲ្យលែងភ័យលែងខ្លាចលែងញ័រទ្រូងលែងថប់ដង្ហើមខ្ញុំថាមនុស្សទាំងអស់គ្នាអាដង្ហើមញាប់នឹងអ្នកណាក៏មានអាបេះដូងលោតញាប់នឹងអ្នកណាក៏មានអាភ័យអាខ្លាចនឹងអ្នកណាក៏មានអាខឹងច្រឡោតតោតតងនឹងអ្នកណាក៏មានប៉ុន្តែបញ្ហាត្រង់ថាយើងរៀនគ្រប់គ្រងវាហើយនៅបាទទេបងប្អូនមិនមែនថាខ្ញុំខឹងច្រើនតលេបថ្នាំបានបាត់អត់ទេកំហឹងត្រូវបានគ្រប់គ្រងនៅពេលដែលអារម្មណ៍យើងស្ងប់រៀនធ្វើឲ្យអារម្មណ៍ស្ងប់រៀនសម្គាល់ចិត្តខ្លួនឯងបដាទៅរៀនសម្គាល់ដង្ហើមខ្លួនឯងបដាទៅខ្ញុំថា mindful ធ្វើអីក៏ដោយឲ្យដឹងថាខ្លួនឯងធ្វើអីដកដង្ហើមឲ្យដឹងថាខ្លួនឯងដកដង្ហើមនិយាយឲ្យដឹងថាខ្លួនឯងនិយាយអីអង្គុយឲ្យដឹងថាខ្លួនឯងអង្គុយនៅលើអីដើរឲ្យដឹងថាខ្លួនឯងកំពុងដើរញ៉ាំឲ្យដឹងថាខ្លួនឯងកំពុងញ៉ាំបានទេបងប្អូនអញ្ចឹងធ្វើអីក៏ដោយ mindful តាំងសតិឲ្យមូលឲ្យដឹងថាខ្លួនឯងនៅតាណាកំពុងធ្វើអីពេលហ្នឹងយើងកំពុងគ្រប់គ្រងបច្ចុប្បន្នភាពរបស់យើងហើយបាទទេបងប្អូន
ហ្នឹងហើយហើយកុំរំពឹងលើថ្នាំសុទ្ធពេកខ្ញុំប្រាប់អ្នកជំងឺគ្រប់គ្នាថាបើបងពឹងលើថ្នាំហើយចុះបើពិភពលោកនឹងលែងផលិតថ្នាំហ្នឹងគិតមិនបានទេបងប្អូនអញ្ចឹងយើងអាចប្រើក្នុងកំឡុងពេលណាមួយប៉ុន្តែកំឡុងពេលហ្នឹងត្រូវពង្រឹងធនធានផ្លូវចិត្តរបស់យើងជួបគ្រូពេទ្យឯកទេសនឹងពន្យល់ហើយបើបងប្អូនយល់ច្រើនពីស្ថានភាពជំងឺមួយរបស់បងប្អូននឹងល្អហើយអ្នកជំងឺត្រូវការបំផុតគឺការយល់ពីជំងឺខ្លួនឯងយល់ពីរោគសញ្ញាខ្លួនឯងតែពេលដែលមានបញ្ហាចូលមកត្រូវធ្វើអីខ្លះធ្វើអីបានខ្លះបានទេបងប្អូនហ្នឹងហើយអញ្ចឹងនេះគាត់ជាឧទាហរណ៍ខ្លីៗមួយទេជាបទពិសោធន៍ជាក់ស្ដែងនៃករណីរបស់ជំងឺដែលគាត់តែងតែស្វែងរកការជួយហើយក៏អរគុណបងស្រីដែរដែលបានអនុញ្ញាតឲ្យខ្ញុំយកជាសម្លេងបងស្រីមកក្នុងការចែកម្លែកពីព្រោះបងគំនិតបងស្រីក៏គាត់ចង់ចែកម្លែកដែរតាមពិតទៅជំងឺហ្នឹងមានច្រើនណាស់មិនតិចទេហើយនៅពេលដែលគាត់ស្វែងរកការព្យាបាលចេះតែខុសទៅពេលខ្លះគាត់អស់កម្លាំងក្នុងខ្លួនឯងដែរអូយអស់ពីពេទ្យមួយទៅពេទ្យមួយទៅតាមធូរឃើញទេបងប្អូនហ្នឹងហើយអញ្ចឹងនេះជាសារខ្លីមួយដែរជូនបងប្អូនយើងចំពោះអ្នកជំងឺដែលមានអាការៈហ្នឹងគឺត្រូវរៀនស្គាល់ពីស្ថានភាពហ្នឹងណាហ្នឹងហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមស្ដាប់ក្នុងថ្ងៃនេះសង្ឃឹមថាវីដេអូខ្លីមួយនឹងជាប្រយោជន៍ជូនបងប្អូនណាបាទអរគុណច្រើនសុខសប្បាយទាំងអស់គ្នាបាទចាអរគុណច្រើនលោកគ្រូបានជួយបញ្យល់ណែនាំជួយរក្សាយោបល់មកខ្ញុំដល់ពេលចឹងទៅខ្ញុំមានអារម្មណ៍ថាដូចស្រឡះមុខស្រឡះមាត់បន្តិចលោកគ្រូមុនវិញដូចអាម៉េចក្នុងខ្លួនខ្ញុំឯងដូចយកអត់ស្រឡះខ្លួនមានអារម្មណ៍ដូចពិបាកថាអញឈឺជំងឺនឹងជាអត់អីអត់ចង់បានខ្លួនឯងដូចដើមវិញជាខ្លួនឯងវិញណាលោកគ្រូចាជូនពរដូចគ្នាលោកគ្រូជូនពរលោកគ្រូមានសុខភាពល្អអាយុវែងសុខភាពល្អឲ្យលោកគ្រូចេញវីដេអូច្រើនមកខ្ញុំដល់ពេលបានជួបលោកគ្រូនិយាយផ្ទាល់តទល់ចឹងទៅខ្ញុំដូចធូរក្នុងចិត្តមកផ្នែកហ្មងលោកគ្រូមុនខ្ញុំស្មុគស្មាញអត់ថាព្រឹកឡើងថាអូយតិចចេញទៅក្រៅមានអារម្មណ៍ថាពិបាកទៀតទៅពិបាកខ្លាចតែញ័រធូរទៅឆ្ងាយទៅខ្លាចដូចថាខ្លាចខ្លួនឯងមានសុវត្ថិភាពនិយាយរួមទៅលោកគ្រូជំងឺនឹងគឺរំខានខ្លាំងណាស់លោកគ្រូរំខានសេដ្ឋកិច្ចគ្រួសារខ្លាំងហ្មងលោកគ្រូខ្ញុំខានចេញរលុយ3ឆ្នាំលោកគ្រូទាំងប្តីទាំងកូនអត់ឲ្យទៅធ្វើការណាឲ្យនៅផ្ទះឲ្យរាល់ថ្ងៃហ្នឹងលោកគ្រូខ្លាចខ្ញុំចេញក្រៅមានការមិនអញ្ចឹងណាលោកគ្រូហ្នឹងហើយលោកគ្រូយកធ្វើវីដេអូទៅអត់អីទេលោកគ្រូខ្ញុំសប្បាយចិត្តលោកគ្រូហ្នឹងហើយអរគុណច្រើនលោកគ្រូសុខសប្បាយអរគុណច្រើនលោកគ្រូជំរាបលា